Dạ bong vậy tới Cha. đọc lần chùa à, nhưng đây khảoពីថ្ងៃហ្នឹងអរគុណបងអញ្ចឹងណាហើយក៏អរគុណCha ở បងបcon ងទាំងអស់គ្នា ở ចូលរួមនេះទៅ cha. បង្កើតឲ្យមានរាល់ខែបងនិយាយទៅស្ដាប់មើលទៅអញនិយាយថាវាជាការ motivation ឲ្យខ្ញុំហ្នឹងនៅតែបន្តទៅហ្នឹងណាបងហើយសំខាន់មិនមែនរៀនតែកូនមិនមែនថាបរៀនកូនទេរៀនទាំងខ្លួនឯងទៀតអញ្ចឹងណាបង Cha. ថ្ងៃឃើញpositive នឹងវា long term ដែរទុកឲ្យកូនណាបងហើយរឿងតិចតិចដែលបងប្រាប់មិញហ្នឹងវាពិតជាអស្ចារ្យដែលត្រូវតែបរៀនកូនហ្នឹងហើយបងអត់ឲ្យខ្ញុំភ្លេចខ្លួនអញ្ចឹងណាបងហើយអរគុណហើយតាក់ទងជាមួយនឹងការកូនគេខ្ញុំនឹងអនុវត្តឲ្យមាន progress ហើយខ្ញុំនឹងប្រាប់បងបន្ថែមការគោរពនឹងទីមួយគឺសំដៅទៅលើការនិយាយហើយនឹងការឆ្លើយតបនឹងការទទួលខុសត្រូវនឹងឯងហើយសម្រាប់លោកស៊ីឈីដាមូលដ្ឋានគ្រឹះសំខាន់បន្តិចតកតងទៅនឹងការគោរពនឹងអ្វីដែលពុកម្ដាយគួរបរៀនកូនជាទម្លាប់នឹងមាន3សំខាន់ចាសម្រាប់ជប៉ុនណាដំបូងទី1គឺ greeting នឹងហ្មងជំរាបសួរជំរាបលាចាគឺ greeting មានន័យថាកັບកិរិយានៃការអឺអឺចេះគោរពជំរាបសួរហ្នឹងគឺពិតជាសំខាន់ហើយខ្ញុំពិតជាកោតសរសើរខ្មែរយើងគ្នាយើងទាំងអស់គ្នាចាអឺចេះបើកមុខកញ្ចក់ចេះចង់គ្នាយើងខ្មែរយើងនៅពេលដែលយើងជំរាបសួរគឺគេឲ្យលើកដៃចេះមែនទេផ្គុំហើយមិនមែនផ្គុំហើយដាក់ទៅឆ្វេងគុំឲ្យដាក់ទៅស្ដាំឬក៏ប្រើដៃតែមួយអញ្ចឹងហេចាគឺប្រើដៃទាំងពីរផ្គុំគ្នាអញ្ចឹងណាគ្នាយើងចាកន្លែងនេះគ្នាយើងប្រហែលជាធ្លាប់ឮព្រំវិហារធម៌ទាំង4របស់ព្រះពុទ្ធយើងណាចាមេត្តាករុណាមុទិតាឧបេក្ខាចានិយាយចឹងមួយរត់ហើយនេះត្រូវចាអេយ៉ាបត់របស់ខ្មែរយើងណាតាមពិតខ្ញុំពិតជាកោតសរសើរកាន់តែរៀនកាន់តែដឹងកាន់តែកោតសរសើរចាស់បុរាណខ្មែរយើងហើយនឹងការអប់រំរបស់ខ្មែរយើងណាចាអញ្ចឹងអេយ៉ាបត់ដែលយើងសំពះចាគ្រាន់តែយើងសំពះឲ្យដាក់ដៃកដាលហ្នឹងចំដើមទ្រូងទៀតចាអញ្ចឹងកន្លែងហ្នឹងគឺបង្ហាញថាសូមឲ្យយើងម្នាក់ហ្នឹងប្រកាន់ចិត្តជាកណ្ដាលចាមិនឆ្វេងមិនស្ដាំហើយប្រើដៃទាំងពីរទៀតអញ្ចឹងណាចាអញ្ចឹងកន្លែងនេះគឺដូចនឹងអឺអឺពាក្យដែលថាឲ្យឧបេក្ខាចាឧបេក្ខានឹងឯងព្រំវិហារធម៌ទាំង4ណាចាអញ្ចឹងgreeting នឹងពិតជាសំខាន់ណាស់អញ្ចឹងណាចាអញ្ចឹងសូមឲ្យកូនរបស់យើងហ្នឹងគឺគាត់បានចេះជម្រាបសួរចេះជម្រាបលាហើយបើសិនជាគ្នាយើងអាចបើកូនគ្នាយើងធំចាប់ពី5 6ឆ្នាំទៅណាបើគ្នាយើងបានជួយបញ្ជ្រាបពីពីមានន័យថាមិនគ្រាន់តែអេរយាប័តតែសារៈសំខាន់នៃការជម្រាបសួរជម្រាបលាហើយនឹងអេរយាប័តក្នុងនាមយើងជាខ្មែរដែលត្រូវលើកដៃសំពះហ្នឹងមានអត្តន័យបែបណាគឺកាន់តែប្រសើរទៀតគ្នាយើងអញ្ចឹងណាចាអូនរនក៏អាចប្រាប់កូនដែរធ្វើឲ្យបិទតែ2ឆ្នាំ3ឆ្នាំប៉ុន្តែសាកល្បងនិយាយទៅទោះបីជាគាត់ទទួលបានមិនតាន់បានខ្ញុំជឿតែគាត់ដឹងចាគាត់យល់គាត់មិនតាន់យល់ប៉ុន្តែយើងព្យាយាមធ្វើទៅហើយព្យាយាមនិយាយអញ្ចឹងណាឲ្យគាត់ដឹងថាពួកអីខ្មែរយើងការរៀនភាសាខ្មែរមិនមែនគ្រាន់តែជាភាសាប៉ុន្តែប្រកបនៅវប្បធម៌ប្រកបនៅអរិយធម៌ហើយនឹងទម្លាប់ព្រមទាំងវិន័យល្អហ្នឹងជាមួយគ្នាអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាដូចខ្ញុំលើកមិញអញ្ចឹងពាក្យ greeting សម្រាប់ការជម្រាបសួរជម្រាបលាជាមួយនឹងកាយវិការរបស់ខ្មែរយើងដែលលើកដៃសំពះហ្នឹងគឺពិតជា amazing គឺពិតជាអស្ចារ្យសូម្បីតែបរទេសក៏គេទៅសើយើងដែរហើយពេលដែលយើងទៅប្រទេសផ្សេងទៀតណាមានន័យថាការលើកដៃសំពះហ្នឹងគឺជា identity ហ្មងគឺជាអត្តសញ្ញាណគ្រាន់តែគេឃើញយើងលើកដៃគេដឹងថាយើងជាខ្មែរអញ្ចឹងណាហើយបើសិនជាអ្នកដែលគាត់សិក្សាបានជ្រៅជ្រះបន្ថែមទៀតគេសិក្សារហូតទៅដល់អេរិយាបថហ្នឹងបង្ហាញថាយើងជាមនុស្សបែបណាទៀតអញ្ចឹងណាចាមានន័យថាយើងគឺជាមនុស្សដែលប្រកាន់យកនៅចិត្តកណ្ដាលចាគ្នាយើងប្រហែលជាធ្លាប់ឮមែនទេអ្នកខ្លះគេថាអូយស្ដាំនិយមអ្នកខ្លះថាឆ្វេងនិយមមែនទេតែសម្រាប់យើងគឺអត់ឆ្វេងហើយក៏យើងអត់ស្ដាំដែរគឺយើងនៅកណ្ដាលចាសំបីតែយើងជំរាបសួរក៏យើងដាក់ដៃអញ្ចេះហើយយើងដាក់ចំកណ្ដាលខ្លួនទៀតមែនទេចាចំកណ្ដាលចាអញ្ចឹងដូចគ្នាដែរគ្នាយើងបើសិនជាគ្នាយើងបាន
ចែកមួយកូនចែករំលែកមួយកូនយើងពេលជិះឡានមួយគ្នាពេលអីហ្នឹងប្រាប់កូនអូកូនមកដឹងអត់អត្តន័យនៃការជំរាបសួររបស់ខ្មែរយើងគឺល្អណាកូនមានន័យថាគាត់មិនត្រឹមតែដឹងត្រឹមតែកាយវិការជំរាបសួរហ្នឹងដើម្បីជាការគោរពដល់អ្នកដែលនៅជុំវិញគាត់ក្បែរគាត់ទេប៉ុន្តែអត្តន័យហ្នឹងជ្រៅជាងនឹងទៀតកូនអញ្ចឹងណាចាព្យាយាមនិយាយឲ្យគាត់ដឹងណាគ្នាយើងឧទាហរណ៍ដូចនេះចឹងគ្នាយើងសុំបែកមិនតិចទៀតទេអ្នកគ្រូបែកទៀតទេចិត្តចូលឆ្នាំខ្មែរយើងហ៎គ្នាយើងនៅពេលដែលយើងនិយាយពីសេរីសួស្តីទាំង3ណាចាអញ្ចឹងជាទូទៅសេរីសួស្តីនៅមុខនៅកនៅជើងមែនអូសំទោសកអូយអ្នកគ្រូចេះថាសេរីសេរីទី1គឺនៅមុខមែនទេចាហើយយើងពេលខ្លះពេលដែលយើងនៅតូចយើងគ្រាន់ដឹងថាចាស់គេឲ្យលុបមុខមែនទេចាហ្នឹងកម្រិតទី1នៅពេលដែលយើងនៅតូចណាលុបមុខហើយសេរីសួស្តីទី2គេឲ្យនៅទ្រូងនៅដើមទ្រូងអញ្ចឹងណាចាមានន័យថាគេឲ្យយើងពេលខ្លះអាកាសធាតុក្តៅបើយើងបានដាក់ទឹកនៅលើខ្លួននៅលើទ្រូងតិចធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ធ្វើយើងមានអារម្មណ៍ស្ងប់ធ្វើឲ្យយើងមានអារម្មណ៍ថាស្រឡះហើយ fresh អីចឹងទៅហើយដល់ពេលសេរីសួស្តីនៅជើងមានន័យថាមុនចូលគេងហ្នឹងយើងត្រូវលាងជើងមែនទេចាអញ្ចឹងនៅពេលដែលដំបូងហ្នឹងគឺយើងប្រាប់គាត់ពី basic information បន្តិចពីសេរីសួស្តីអញ្ចឹងព្រលឹមឡើងកូនត្រូវលុបមុខដើម្បីឲ្យយើងញ៉ាំញែមទៅបានអញ្ចឹងសេរីសួស្តីយើងទៅណាមកណាក៏គេចូលចិត្តគេស្រឡាញ់អញ្ចឹងទៅអញ្ចឹងណាចាហ្នឹងប្រាប់គាត់ពីអត្ថប្រយោជន៍នៃការលុបមុខប្រាប់ពីអីដែល impact មានន័យថាបន្ទាប់ពីយើងលុបមុខហើយយើង feel fresh ហ្នឹងយើងអាចញ៉ាំបានអាចស្ញែងបានពិភពលោកនឹងញ៉ាំមួយយើងអីចឹងទៅអញ្ចឹងណាចាហើយបើសិនជាយើងមានឱកាសយើងជម្រាបគាត់មកតង់ទៀតយើងជម្រាបគាត់មកតង់ទៀតថាសេរីសួស្តីទី1មិនត្រឹមតែលុបមុខហ្នឹងយើងញ៉ាំញ៉ែមយើងអីរាសីយើងឡើងមកតង់ទៀតរាសីយើងឡើងយើងទៅណាមកណាយើងញ៉ាំញ៉ែមយើងគោរពគេយើងគោរពខ្លួនឯងហើយយើងអាចឆ្លុះបញ្ចាំងថាតើពេលដែលយើងឆ្លុះកញ្ចក់ពេលដែលយើងលុបមុខយើងមិនឆ្លុះកញ្ចក់ឯងកូនពេលដែលឆ្លុះកញ្ចក់ហ្នឹងកូនមើលសួរខ្លួនឯងមើលថាតើថ្ងៃហ្នឹង how do you feel មែនទេកូនមានអារម្មណ៍ម៉េចហើយកូននឹងតាំងចិត្តធ្វើជាមនុស្សបែបណាក្នុងថ្ងៃហ្នឹងអញ្ចឹងណាធ្វើជាមនុស្សល្អសប្បាយរីករាយបេះដូងពណ៌ក្រហមអីចឹងណាអញ្ចឹងអាហ្នឹងយើងទៅមកតង់ទៀតដើម្បីឲ្យកូនយើងគាត់ចេះreflect គាត់ចេះធ្វើ self reflect ចឹងណាចាហើយដល់ពេលថ្ងៃទ្រូងនឹងទ្រូងហ្នឹងបើចាស់គេដូចនិយាយមិញចឹងគ្រាន់តែនេះប៉ុន្តែគេឲ្យយើងមើលចិត្តរបស់យើងមើលបេះដូងរបស់យើងហ្នឹងមកជំហានទៀតណាចាមកជំហានមកតង់ advance ចាគេឲ្យយើងមើលអាសាមើលចិត្តរបស់យើងឥឡូវថ្ងៃហ្នឹងយើងអារម្មណ៍របស់យើងមិនដែរយើងខឹងមិនដងយើងចេះគ្រប់គ្រងខ្លួនឯងបានប្រមាណចាយើងជួយអ្នកដទៃបានប្រហែលឬក៏អីចង់មានន័យថាគេឲ្យអាសាយើងនឹងមើលចិត្តខ្លួនឯងដែលយើងឲ្យយកទឹកដាក់នៅទ្រូងហ្នឹងព្រោះអាកាសធាតុក្តៅគឺចង់មានន័យធៀបបែបហ្នឹងអញ្ចឹងណាដល់ពេលយប់ឡើងគេឲ្យលាងជើងហ្នឹងគឺមានន័យថាគេឲ្យយើងបានសម្រាកឲ្យយើង feel relax ហើយគេឲ្យយើងឆ្លុះបញ្ចាំងថាជើងរបស់យើងនេះចង់មានន័យការងាររបស់យើងធ្វើការមួយថ្ងៃហ្នឹងដែលដើរហត់ពេញមួយថ្ងៃហ្នឹងតើយើងបានធ្វើអីខ្លះសម្រាប់ខ្លួនឯងយើងបានធ្វើអីខ្លះសម្រាប់អ្នកជាប្រយោជន៍សម្រាប់អ្នកនៅជុំវិញខ្លួនយើងចាបានធ្វើអីខ្លះដែលជាប្រយោជន៍ហើយមានកន្លែងណាខ្លះដែលជើងរបស់យើងនឹងដើរទៅប្រឡាក់ផុកប្រឡាក់អីដែលយើងគិតថាយើងនឹងលាងជំរះចិត្តឲ្យស្អាតលាងជំរះជើងលាងជំរះចិត្តគេចង់មានន័យធៀបអញ្ចឹងឲ្យស្អាតដើម្បីឲ្យថ្ងៃហ្នឹងคล้ายទៅជាអតីតកាលដ៏ល្អសម្រាប់ថ្ងៃស្អែកអញ្ចឹងណាចាមានន័យថាមុនចូលគេងគេឲ្យយើងលាងជើងហ្នឹងគឺគេឲ្យយើងចេះឆ្លោះបញ្ចាំងពីមួយថ្ងៃរបស់យើងនឹងហើយនឹងសម្អាតចិត្តឆ្លោះបញ្ចាំងទៅបើកន្លែងណាល្អគឺយើងប្រឹងទៅបើកន្លែងណានៅមានប្រឡាក់មានអីគឺយើង clean our heart ណា polish our heart ឬក៏ clean our heart អញ្ចឹងកន្លែងហ្នឹងគឺសំខាន់ណាស់សម្រាប់ជាមូលដ្ឋានគ្រឹះនៃជីវិតអញ្ចឹងណាគ្នាយើងចាអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យគ្នាយើងសាកល្បងdeep down តិចជាមួយនឹងកូនរបស់យើងកន្លែងតាក់ទងទៅនឹងវិន័យមានន័យថាដំបូងលើកទី1យើងគ្រាន់តែប្រាប់ពី basic ទេនៅពេលដែល basic យើងបាននេះហើយយើង
ឲ្យជ្រៅជាងនឹងថែមបន្តិចទៀតអញ្ចឹងណាហើយនៅពេលដែលយើងអាសានិយាយមួយគាត់ណាគ្នាយើងចាំមកពេលខ្លះខ្ញុំធ្លាប់នេះដែរខ្ញុំមើលទៅកូនខ្ញុំដូចមិនសូវនេះទេមិនសូវស្ដាប់មិនសូវអីទេប៉ុន្តែខ្ញុំភ្ញាក់ផ្អើលនៅពេលដែលថ្ងៃណាមួយនោះគេជួបមិត្តភ័ក្តិគេជួបមិត្តភ័ក្តិគេហើយគេនិយាយណែនាំមិត្តភ័ក្តិគេនឹងដូចយើងណែនាំគាត់នៅថ្ងៃនោះអញ្ចឹងក៏ពីមកអត់មានន័យថាចន្លោះយ៉ាងហោចក៏ 80% ដែលគេនិយាយអប់រំមិត្តភ័ក្តិគេដូចតែយើងនិយាយអប់រំគាត់អញ្ចឹងដែលកាលនោះខ្ញុំសម័យថយក្រោយថាខ្ញុំគិតថាប៉ានោះកូនខ្ញុំប្រហែលជាដូចអត់ស្ដាប់ទេមើលទៅតាមពិតគាត់ស្ដាប់ចាអញ្ចឹងព្យាយាមនិយាយណាគ្នាយើងព្យាយាមនិយាយព្យាយាមណែនាំគាត់ហើយកូនយើងនឹងដូចអ្វីដែលយើងនិយាយកូនយើងនឹងដូចអ្វីដែលជាយើងអញ្ចឹងចាហើយវិន័យទី2នេះយើងវិន័យទី2គឺសំខាន់ណាស់មូលដ្ឋានគ្រឹះដែរគឺ response បាទចាលះនៅពេលហៅអញ្ចឹងណាគ្នាយើងខ្ញុំគិតថាកន្លែងនេះសម្រាប់ពីមុនដឹងប៉ុន្តែឥឡូវខ្ញុំជួប challenge ច្រើនណាទាំងកូនគេទាំងកូនខ្ញុំណាចាកន្លែងហ្នឹងគឺត្រូវអាសាដាស់តឿនគាត់ដូចកូនខ្ញុំពេលខ្លះមិនដឹងថាគាត់ច្រឡងពីមិត្តភ័ក្តិផងអីផងក៏មិនដឹងនៅពេលដែលឆ្លើយគាត់ពេលដែលកូនម៉ាក់អើយគាត់អត់ឆ្លើយបាទម៉ាក់ឬក៏ចាស់ម៉ាក់ដូចមុនទេហើយពេលខ្លះលឺហើយប៉ុន្តែក៏អត់ឆ្លើយដែរអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងឯងគឺជាឱកាសយើងនិយាយថាឱកាសអញ្ចឹងចាឱកាសដែលយើងត្រូវណែនាំហើយនឹងដាស់តឿនគាត់ឲ្យយល់ពីសារៈសំខាន់ important of response អញ្ចឹងណាសារៈសំខាន់ណាស់ដែលយើងត្រូវឆ្លើយបាទឬក៏ចាស់នៅពេលដែលយើងបានទទួលពួកអីហ្នឹងទុកយូរទៅលែងឆ្លើយទៅមានទម្លាប់លែងឆ្លើយហើយពេលខ្លះបើទី1អត់ឆ្លើយទី2ឆ្លើយដែរប៉ុន្តែឆ្លើយមិនមែនឆ្លើយ yes ឬក៏មិនមែនឆ្លើយជាដូចថាទទួលបានមេអញ្ចឹងណាគឺឆ្លើយគឺស្មើហ្មងណាចាអីគឺព្យាយាមណាយើងព្យាយាមដាស់តឿនហើយនឹងកែតម្រូវកូនយើងវិញអញ្ចឹងណាចាហើយកន្លែងហ្នឹងគឺពិតជាសំខាន់ចាហើយសម្រាប់ទី3នេះគឺសម្រាប់ជប៉ុនណាជាពិសេសគឺវិន័យសំខាន់គឺរៀបចំស្បែកជើងនេះយើងរៀបចំស្បែកជើងហើយរុញស្បែកជើងរៀបចំស្បែកជើងនៅពេលដែលគាត់ទៅកន្លែងណាមួយឧទាហរណ៍ដូចនៅស៊ីស៊ីដាអញ្ចឹងគ្នាយើងជាទូទៅឬក៏ស្ថាប័នផ្សេងទៀតដែលគ្នាយើងធ្លាប់ឲ្យកូនទៅរៀនណាដូច JSVP ឬក៏កន្លែងស្ថាប័នជប៉ុនហើយបើគ្នាយើងទៅផ្ទះគេនៅជប៉ុនឬក៏ទៅកន្លែង training អីគឺដឹងតែនេះហ្មងចាដោះស្បែកជើងខ្លួនឯងតែទៅដល់ក្នុងគេអាចកន្លែងខ្លះគេមានរៀបចំស្បែកជើងសម្រាប់ដើរនៅខាងក្នុងអីប៉ុន្តែបែកជើងដែលពាក់នៅខាងក្រៅហ្នឹងគឺត្រូវតែដោះចេញចាអញ្ចឹងគឺត្រូវបរៀនកូនឲ្យមានទម្លាប់មួយដោះស្បែកជើងមុននឹងចូលកន្លែងណាមួយមុននឹងចូលយ៉ាងហោចណាស់ក៏គាត់មានទម្លាប់មើលគេមើលឯងមុននឹងគាត់ចូលក្នុងផ្ទះគេឬក៏មុននឹងគាត់ចូលទៅកន្លែងណាមួយឲ្យគាត់មើលចាប់អារម្មណ៍នៅកន្លែងស្បែកជើងហ្នឹងគេពាក់ស្បែកជើងអត់ឬក៏គេដូរស្បែកជើងអត់អញ្ចឹងណាចាកន្លែងហ្នឹងសំខាន់ណាគ្នាយើងចាគាត់ចេះ observe ហើយនឹងមួយទៀតពេលដែលគាត់ញ៉ាំអាហារហើយគ្នាយើងបង្កើតទម្លាប់ឬក៏ធ្វើគំរូឲ្យគាត់មើលហ្មងញ៉ាំអាហារហើយក្រោកពីតុដែលយើងឈប់ចាមិនថានៅផ្ទះអីក៏ដោយគឺធ្វើរុញកៅអីចូលពួកអីទម្លាប់កន្លែងនេះសំខាន់ណាស់បង្ហាញពីភាពហ្មត់ចត់ហើយនឹងការយកចិត្តទុកដាក់